ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាសារជាថ្មីហើយមុខនៅតែដដែលហើយថ្ងៃនេះតនេដើរកាច់ខ្នែងដែលដោះនៅមុខចាស់ដែលយើងជាហើយយប់មិញនេះធ្លាក់ភ្លៀងហើយជាមេទី2បើតំបន់ខ្ញុំគេហៅថាម៉ាមេ2មេអញ្ចឹងវាធ្លាក់មកជាយប់ទី2យើងរងចាំតែដីរៀងហើមបន្តិចធ្លាក់ភ្លៀងឲ្យរៀងជោគជាំចាប់ផ្ដើមប្រយុទ្ធទៀតហើយបន្ទាប់ពីបានចូលមកដល់ចកាឃើញដោះខ្នែងច្រើនហើយអញ្ចឹងយើងត្រូវតែកាច់វាកាលណាតែមិនកាត់ទេកន្លែងនេះវាពិបាកជាចុងជ្រុលនេះទុកចុងជ្រុលទុកចុងជ្រុលហើយមែនតើចកានេះមានបានផ្លុំលឹកផ្លុំអីទេបងប្អូនអើយខ្ញុំធ្វើសម្រាប់តាមខ្ញុំកន្លែងនេះតែយើងបានធ្វើមុខកាត់មួយចំនួនដែរមុខភ្លើងកាត់នៅក្បែរផ្លូវការពារតែនៅចំចំណុចកណ្ដាលនេះយើងអត់បានធ្វើទេព្រោះគាត់ថាវាយើងធ្វើអត់តន់និយាយទៅមួយរយៈមុនរវល់សំបីវីដេអូក៏មិនបានចេញដែរអញ្ចឹងសូមទោសបងប្អូនផងដែរហើយវីដេអូនេះសូមឆ្លើយតបខមមិនបងប្រុសម្នាក់បន្ទាប់ពីខ្ញុំថ្ងៃនោះខ្ញុំចូលលុកដីចកាថ្មីដីថ្មីសម្រាប់ដាំកស៊ូហើយឃើញដីចកានោះល្អមែនតើគេហៅដីផុសដីអាចលេនបើយើងនិយាយពីព្រៃបើពីមុនគេហៅថាដីព្រៃកុងហើយក៏ចែកម្លែកថតវីដេអូដាក់ទៅហើយទៅទៅនឹងផងដែរឃើញបងប្អូនមួយចំនួនធំនៅក្នុងបណ្ដាញសង្គមគាត់ផុសដីមកដីវាមិនទំនងហើយក៏ដាក់វីដេអូមកឃ្លីបទៅដាក់វីដេអូមកឃ្លីបទៅក៏មានខមមិនមួយគាត់លើកឡើងថាដីអីក៏ដាំបានដែរដីអីក៏ដាំបានតោះចំណុចនេះខ្ញុំអត់ជំទាស់ទេវាត្រឹមត្រូវហើយតែមានដីដាំបានហើយប៉ុន្តែសំណួរសួរថានៅពេលដែលយើងទៅដល់ចំណុចដែលយើងប្រមូលផលតើវាហុចផលមកឲ្យយើងនឹងបានដល់កម្រិតណាហ្នឹងពីខ្ញុំណាដីអីដាំក៏បានវាត្រឹមត្រូវហើយឲ្យតែដាក់ចូលដឹងបានហើយជាពិសេសឆ្នាំទី1ទី2យើងអត់ឃើញផ្លាយទេពីព្រោះអីឆ្នាំទី1ដីកណើតគេហៅថាដីថង់មិនតន់គេហៅថាកស៊ូមិនតន់ចាក់ហឺមកដល់ដីជាដីសន្ទាប់កំណើតចេញពីថង់ហ្នឹងដីយើងដាក់កូនបន្តកូនហ្នឹងអញ្ចឹងវាការលូតលាស់វាមិនតន់ឲ្យឃើញផលທາງដីហ្នឹងវាមិនកើតឆ្នាំទី1ទី2យើងមើលម្ដងដល់ចូលឆ្នាំទី3ទី4អាយើងដឹងហើយកស៊ូថងនឹងជាបទពិសោធន៍របស់ខ្ញុំឃើញច្រើនណានៅដល់ឆ្នាំទី3ទី4ហ្នឹងកស៊ូនៅខិននៅហ្នឹងហើយអត់ទៅមុខទេហើយខ្ញុំមិនចង់វែងញែកអីណាស់ណាទេព្រោះទៅតាមនឹងការវែងញែកហ្នឹងផ្ទុយទៅវិញមានតែមតិពីច្រើនវាលក្ខណៈវាយបហាមកវិញដូចខ្ញុំលក់ថ្នាំអកម៉ូនអញ្ចឹង80ទៅ85%